ជំរាបសួរបងប្អូនប្រុសស្រីទាំងអស់គ្នាជួបជាមួយនឹងនាងខ្ញុំទូចស៊ីណូនថ្ងៃនេះបងប្អូនខ្ញុំយក7ពាក្យយកមកចែករំលែកដល់បងប្អូនប្រុសស្រីដែលចូលចិត្តរៀនភាសាអង់គ្លេសជាមួយនឹងនាងខ្ញុំពាក្យ7នេះបងប្អូនពាក្យខ្លះដែលថាវាតាក់ទងនឹងគ្នាវាចេញមកពីពាក្យតែមួយទេប៉ុន្តែវាបកប្រែទៅវាខុសគ្នាបងប្អូនមួយជាកិរិយាសព្ទមួយទៀតជា noun ជានាមឥឡូវនេះបងប្អូនមើលពាក្យអស់នេះជាមួយនឹងនាងខ្ញុំពាក្យអស់នេះពាក្យខ្លះវាជ្រៅខ្លះដែរបងប្អូនជ្រៅហ្នឹងដែលខ្ញុំយកពាក្យខ្លះវាជ្រៅឬមួយវាមិនសូវជ្រៅប៉ុន្មានទេប៉ុន្តែវាមានន័យដូចថាស្រដៀងគ្នាខ្លះដែរបងប្អូនអូខេបងប្អូនមើលលើអ៊ីក្រង់នាងខ្ញុំតើបងប្អូនអាចអានពាក្យអស់នេះដាច់ឬទេពាក្យខ្លះគឺថាងាយស្រួលនឹងបញ្ចេញសូរសោនសំឡេងមកមួយដូចថាស្រួលបងប្អូនមានតែមួយព្យាង្គទេឬមួយមានតែ one syllable ពាក្យខ្លះ2-3 syllable 2-3 syllables បងប្អូនព្យាង្គវា2-3-4អញ្ចឹងទៅឥឡូវនេះបងប្អូនមើលនៅលើអ៊ីក្រង់នេះខ្ញុំតើបងប្អូនអាចមើលពាក្យអស់នេះដាច់ឬទេបើអត់ដាច់ទេអត់អីទេបងប្អូនអាចរៀនជាមួយនឹងខ្ញុំទូចស៊ីណូនហើយមុននឹងយើងចាប់ផ្ដើមសូមបងប្អូនជួយចែករំលែកវីដេអូនាងខ្ញុំដើម្បីអ្នកផ្សេងទៀតដែលចង់រៀនភាសាអង់គ្លេសដើម្បីគេបានរៀនភាសាអង់គ្លេសជាមួយនឹងនាងខ្ញុំដែរអរគុណច្រើនបងប្អូនឥឡូវនេះបងប្អូនមើលនៅលើអ៊ីក្រង់នាងខ្ញុំពាក្យទី1 to predict okay predict to predict ហ្នឹងគឺថាដើម្បីទស្សន៍ទាយអ្វីនឹងកើតឡើងនៅក្នុងអនាគតហ្នឹងបងប្អូន to predict where would you go to have your future okay your fortune predicted you can go to a fortune teller or you can go to a card reader okayឬមួយ you go to whomever you think that can predict your future to predict នឹងគឺថាដើម្បីទស្សន៍ទាយយើងទស្សន៍ទាយមកហ្នឹងទស្សន៍ទាយអ្វីមួយ okay to predict okay I know sometimes the weather forecaster ឬមួយ the meteorologist may not be able to predict the weather or the snow or what's going to happen in the near future as precise as they can okay or they wanted to predict នឹងគឺថាដើម្បីទស្សន៍ទាយឥឡូវនេះយកពាក្យហ្នឹង to predict ឥឡូវយកវាប្រើវាជា noun ឥឡូវពាក្យ to predict ហ្នឹងយើងត្រូវតែប្រែវាទៅជានាមទៅជា noun ជានាមវិញហ្នឹងបងប្អូនគឺវាកើតជា prediction okay you make your prediction okay ការទស្សន៍ទាយរបស់យើងនេះ what is your prediction តើអ្នកទស្សន៍ទាយនឹងចេញមកនឹងនិយាយមកស្អីខ្លះ okay what is your prediction ការទស្សន៍ទាយនេះ is it going to be coming true is it going to come true or not at all okay what is your prediction បើសិនគេសួរយើង what is your prediction of the future or the forecast in the next couple of days definitely for me I cannot make that prediction okay I can only rely on science or I can only rely on the meteorologists okay because they have high technology where they can help to predict the weather okay the meteorologists can predict the weather by using technologies, by using special instruments or special technologies to help predict the weather forecasting. Prediction អានឹងការទស្សន៍ទាយបងប្អូនលេខ2 prediction មាន3ព្យាង្គ prediction ការទស្សន៍ទាយលេខ1 to predict អានឹងដើម្បីទស្សន៍ទាយឬមួយទស្សន៍ទាយទៅទេនឹងបងប្អូនឥឡូវពាក្យទី3 to guess នឹងគឺថាទាយយើងទាយទៅមកមើល okay what do you want to guess okay guess how much money I have ទាយមកថាខ្ញុំមានលុយប៉ុន្មានឬមួយ guess what he's going to do next ទាយមើលថាគាត់នឹងធ្វើអ្វីទាយមើលថាខ្ញុំមានលុយប៉ុន្មានទាយមើលឥឡូវបងប្អូន to predict វាមានន័យដូចគ្នាស្រដៀងគ្នានឹងពាក្យ to guess តែគ្រាន់ថា to predict ហ្នឹងគឺពាក្យហ្នឹងវាជ្រៅជាងឬមួយវា level របស់វាជ្រៅជាងបងប្អូន to guess
ពាក្យនឹងសាមញ្ញងាយស្រួលអ្នកណានិយាយមកក៏ដឹងដែរថាពាក្យនឹងគឺថាទាយការដើម្បីទស្សន៍ទាយ what some people may make a guess ពាក្យទី4 guess នឹងយើងអាចប្រើវាជានាមទៅវិញ okay my guess is as good as your guess ការទាយរបស់ខ្ញុំវាដូចតែអ្នកឯងដែរហ្នឹងយើងអត់ដឹងយើងទាយស្អីទាយមកវាមិនត្រូវដែរហ្នឹងឬមួយ hey what's your guess okay អាហ្នឹងគឺថាទស្សន៍ទាយឬមួយការទាយរបស់យើងអូខេអានេះមួយបងប្អូន to guess ទាយអូខេយើងប្រើវាជាកិរិយាសព្ទប្រើវាជា verb បើសិនណាយើងថា what is your guess តើអ្នកដែលថាយើងទាយមើលទាយថាយើងអ្វីដែលថាយើងទាយហ្នឹងទាយត្រូវអត់អូខេ definitely we cannot really predict ឬមួយ we cannot guess what's going to happen in the future 100% definitely not okay because we are not God ឬមួយ we are not a fortune teller អានេះយើងអាចប្រើវាជា noun ក៏បានជា verb ក៏បានដែរពាក្យនឹងដូចគ្នាទេអូខេឥឡូវពាក្យទី5 guest វាមានអក្សរ t ពីក្រោយ G U E S T អូខេឬសូរ sound ស្រដៀងគ្នាមែនតើប៉ុន្តែនឹងគឺថាភ្ញៀវ your guest has come to your home to your house how are you going to invite them to your home how are you going to provide or how are you going to accommodate their needs okay so guest with អក្សរ T ពីក្រោយនឹងគឺថាភ្ញៀវ okay you may be a guest at someone's home. Therefore, you need to respect their space. You need to respect their privacy. You are not going to go through their drawers or go into different rooms that, you're not supposed to. So be a good guest. Okay? Stay just a couple days. Don't overstay your stay at the host house because, or the hostess house because you might not be invited to their home in the near future if you're not a good guest បើសិនណាយើងទៅលេងផ្ទះគេទៅជ្រកកោនឬមួយទៅគេងផ្ទះអ្នកណាគេមួយយើងជាភ្ញៀវយើងត្រូវតែគោរពសិទ្ធិរបស់អ្នកដែលថាម្ចាស់ផ្ទះយើងមិនទៅរុករបើកកែតុកបើកកែអីឬមួយទៅបន្ទប់ណាដែលថាយើងមិនត្រូវទៅទេយើងជាភ្ញៀវយើងត្រូវធ្វើកិរិយាបថជាភ្ញៀវយើងមិនត្រូវរុករកស្អីនៅក្នុងផ្ទះគេទេបើសិនណាគេឲ្យយើងគេងបន្ទប់ណាយើងត្រូវតែគេងបន្ទប់នឹងយើងមិនទៅរុះរោបើកកែតុកបើកទូបើកអីអានឹងអត់ល្អទេ be a respectful guest okay be thoughtful of your host okay make sure you do not invade their privacy or you do not overstay at their home be a respectable guest អានឹងគឺថាភ្ញៀវយើងធ្វើជាភ្ញៀវ of course if you are renting or you are booking okay a room in a hotel you are the guest okay you are a guest at the hotel យើងជាភ្ញៀវនៅស្ថានភាគបងប្អូនអានឹងយើងជាភ្ញៀវយើងប្រើបន្ទប់ណាដែលថាយើង book okay គេឲ្យបន្ទប់ណាយើងជួលនេះយើង use your money to rent a room or to book a room យើងនេះហើយជាភ្ញៀវ you are the guest in that hotel okay ឥឡូវពាក្យទី6បងប្អូន to estimate okay to estimate អានឹងគឺថាដើម្បីប៉ាន់ស្មាន okay to estimate for you to estimate something you need to use what your skills okay you need to look okay you need to use your knowledge your prior knowledge in order for you to make an estimation to estimate នឹងគឺថាដើម្បីប៉ាន់ស្មានថានៅក្នុងកែវនឹងមានស្ករគ្រាប់ប៉ុន្មាន you are going to try to estimate how many candies in the jar បើសិនណាគេមាន contest បងប្អូនជាពិសេសនៅសាលាខ្ញុំបងប្អូននៅថាជាមួយកូនសិស្សខ្ញុំហើយនឹងគ្រូមួយទៀតដាក់ស្ករគ្រាប់នៅក្នុងកែវហើយឲ្យកូនសិស្ស estimate ឲ្យកូនសិស្សប៉ាន់ស្មានមើលថាមានស្ករគ្រាប់ប៉ុន្មានគ្រាប់នៅក្នុងកែវនឹងបើសិនណាគេអាច estimate okay if they able to estimate how many candies correctly
ដើម្បីឲ្យគេប៉ាន់ស្មានត្រូវអ្នកណាគេត្រូវឬមួយប៉ាន់ស្មានមកចិត្តជាងគេគៀកលេខដែលថាស្ករគ្រាប់នៅក្នុងនឹងត្រូវចិត្តជាងគេគៀកគេមកអស់នឹងអ្នកនឹងឈ្នះ if you able to make the correct estimation or the closest estimation to how many candies in the jar, definitely you have a great estimation skill, meaning you're able to make your assessment, you're able to see and estimate correctly, okay? Estimate អានឹងគឺថាប៉ាន់ស្មានឥឡូវពាក្យទី7ឥឡូវយើងប្រើយកពាក្យហ្នឹងយកមកប្រើវាជានាមជា noun ឥឡូវពាក្យហ្នឹងវាកើតជា estimation okay estimation ប៉ុន្តែជួនណាអា lip ហ្នឹងវាចេញបងប្អូនវាអត់លឺ estimation st ព្យាង្គទី2វាអត់សូវលឺទេបងប្អូន estimation ហ្នឹងវាអត់សូវលឺទេ estimation បងប្អូនពេលយើងនិយាយក្នុងភាសាអង់គ្លេសជួនណា pronunciation ព្យាង្គខ្លះវាបាត់វាអត់លឺទេវាលាក់បងប្អូនវាអត់លឺទេអានេះហើយពាក្យនេះមួយដែរestimation what is your estimation បើសិនតែគេប៉ាន់ស្មានថាដំបូលហ្នឹងប្រហែលគេប៉ាន់ស្មានទៅផែលអស់$30,000 okay the roof may need to be fixed and the fixing of the roof may cost $30,000 okay ដំបូលហ្នឹងធ្វើវាឬមួយធ្វើជួសជុលនៅតម្លៃរបស់វា$30,000អានឹង estimation របស់គេអានឹងហើយជានាម the estimation from the agent okay was $30,000 to fix the roof or to to have the roof removed and fixed okay their estimation is $30,000 ឥឡូវគេប្រើវាជា noun ជានាមពាក្យហ្នឹងគឺថា estimation okay estimation ប៉ុន្តែដល់យើងនិយាយឲ្យដូចគេនៅក្នុងសហរដ្ឋអាមេរិកឬមួយក្នុងភាសាអង់គ្លេស estimation what is your estimation តើអ្នកដែលថាប៉ាន់ស្មានរបស់អ្នកនេះប៉ុន្មានអូខេតើអ្នកបើសិនណាអ្នកអាចប៉ាន់ស្មានវាតើប៉ាន់ស្មានរបស់អ្នកប៉ុន្មានអូខេ okay my estimation maybe $20,000 okay maybe $20,000 or what would be your estimation for the candies in the jar my estimation for the candies I think there are maybe 300 candies តាមការប៉ាន់ស្មានរបស់ខ្ញុំថានៅស្ករគ្រាប់ប្រហែលគ្រាប់ហ្នឹងនៅក្នុង jar នៅក្នុងដបហ្នឹងគឺថា300ស្ករគ្រាប់ okay that is my estimation is 300 candies okay អានេះគឺថាជាឧទាហរណ៍នៅក្នុងប្រយោគឬមួយគេប្រើពាក្យនឹងជានាមជា noun ឬមួយជាកិរិយាសព្ទជា verb okay ឥឡូវនេះឥឡូវបងប្អូនរៀនពាក្យអស់នេះសារឡើងជាមួយនឹងនាងខ្ញុំបងប្អូនពេលខ្ញុំបញ្ចេញសូរសោនសំឡេងឲ្យបងប្អូនឮសង្ឃឹមតែបងប្អូនឮហើយបងប្អូនអាចត្រាប់តាមខ្ញុំអាចនិយាយកុំឲ្យអៀនមាត់ហើយបងប្អូនត្រូវចេះថាវឹកហាត់បង្ខំចិត្តយើងឲ្យវឹកហាត់ដើម្បីដណ្ដាតហើយនឹងបបោមាត់យើងណាថ្មិញដណ្ដាតមាត់របស់យើងនឹងដើម្បីឲ្យបញ្ចេញសូរសោនសំឡេងឲ្យវាត្រូវអូខេពាក្យទី1បងប្អូន to predict to predict នឹងដើម្បីទុទាយអូខេ to predict I predict that you will be a very good friend to me in the near future ខ្ញុំទុទាយមើលថាអ្នកហើយនឹងខ្ញុំwe will become very good friends future អានឹង to predict ឬមួយយើងប៉ាន់ស្មានថាអាកាសធាតុមិនមួយមិនពីរអូខេ to predict ឥឡូវពាក្យទី2 prediction អានឹងគឺជា noun ការប៉ាន់ស្មានរបស់យើង my prediction is that we will have some more snow in a couple days okay prediction or the meteorologist or the weather forecast or the news reporter their prediction is that there will be more snow ការប៉ាន់ស្មានរបស់គេថានឹងមាននៅក្នុងកាសធាតុនេះនឹងមានធ្លាក់ព្រិលទៀតក្នុង2-3ថ្ងៃហ្នឹងtheir prediction is that there will be more snow falling in the next couple days okay prediction okay ការប៉ាន់ស្មានឥឡូវពាក្យទី3 to guess អានឹង guess
guess នឹងទាយមក Can you guess how many candies in the jar តើអ្នកអាចទាយមើលថាមានស្ករគ្រាប់ប៉ុន្មាននៅក្នុងដបហ្នឹង Okay Can you guess how many candies in the jar If you can guess you will win the candies okay បើសិនជាអ្នកអាចទស្សទាយបានទស្សទាយត្រូវខ្ញុំនឹងឲ្យស្ករគ្រាប់អ្នកឯងទាំងអស់ហ្នឹងក្នុងកែវហ្នឹង guess ហ្នឹងគឺថាទាយឥឡូវពាក្យទី4 guess ហ្នឹងគឺថាទស្សទាយការទស្សទាយបើសិន to guess អានឹងទាយបងប្អូនឥឡូវពាក្យទី5 guest អានឹងគឺភ្ញៀវបងប្អូន you can be my guest at my house okay just let me know ahead of time that you are visiting me so that we can make plans so that we can make arrangements so that you can stay at our home at our house okay you can be our guest anytime just let us know my family especially my sisters from Florida or my sister-in-law from Cambodia any of them they can be our guests at our home anytime their family could be our guests at our home anytime បងប្អូនខ្ញុំនៅ Florida ឬមួយបងប្អូនសាច់ថ្លៃក៏ដែរនៅប្រទេសខ្មែរមកលេងផ្ទះខ្ញុំពេលណាក៏បានដែរខ្ញុំនឹងទទួលស្វាគមន៍គាត់ជាភ្ញៀវរបស់ខ្ញុំនឹងរៀបចំបន្ទប់អីទុកឲ្យគាត់បើសិនតែគាត់ចង់មកលេងខ្ញុំណានេះ or my husband friends or my friends in Cambodia whoever want to come they will be our guests អានឹងភ្ញៀវបងប្អូនពាក្យទី6 to estimate ហ្នឹងគឺថាដើម្បីប៉ាន់ស្មាន what would be something that you can estimate okay that you know that you will have 100% accuracy okay 100% correct definitely not okay 100% no maybe 80%តើដើម្បីយើងនេះប៉ាន់ស្មានដើម្បីយើងប៉ាន់ស្មានអ្វីដែលថាយើងស្គាល់យើងដឹងយើងនេះយើងអាចប៉ាន់ស្មានត្រូវ okay your estimation might be correct or very close to it if you have that skill okay to assess to see and then you able to understand the whole volumes ឬមួយ the content the container or estimate someone's actions you need to know the person very well or you need to know the volume okay this I guess the mass everything នៅក្នុងហ្នឹង okay then you can definitely estimate okay correctly or very close to the correct answer ឥឡូវពាក្យទី7 estimation គឺអាហ្នឹងគឺថាការប៉ាន់ស្មានរបស់យើង my estimation depending on what it is okay my estimation might be very off meaning not close to the correct answer at all or sometimes my estimation could be very accurate okay អានេះការប៉ាន់ស្មានរបស់ខ្ញុំបើសិនតែខ្ញុំដឹងខ្ញុំយល់ច្រើនណាបងប្អូនខ្ញុំអាចប៉ាន់ស្មានវាដូចថាត្រូវមែនតើឬមួយគៀកហ្នឹងអូខេប៊ីហ្នឹងប៉ុន្តែបើសិនតែយើងអត់ដឹងទេយើងនឹងប៉ាន់ស្មានខុសហើយ if you don't know the situation or you don't know what it is definitely your estimation may be very off meaning អត់ត្រូវ 100% ទេវា off មែនតើវាខុសស្រឡះហ្មងបើគេនិយាយថាអូអានឹងតែ3 pound ខ្ញុំនៅ estimate ឯណា15 pound ឯណាអានឹងខុសមែនតើហ្មង so my estimation would be very off meaning wrong okay អានេះពាក្យខ្លះដែលថាបងប្អូនអាចរៀនជាមួយនឹងនាងខ្ញុំទូចស៊ីណូនសង្ឃឹមតែបងប្អូនបានចេះខ្លះពីនាងខ្ញុំទូចស៊ីណូនហើយសូមបងប្អូនជួយចែករំលែកវីដេអូនាងខ្ញុំទៅដល់អ្នកផ្សេងទៀតដើម្បីគេរៀនភាសាអង់គ្លេសជាមួយនឹងនាងខ្ញុំទូចស៊ីណូន please follow me for more videos អរគុណច្រើនបងប្អូនជួបគ្នាលើក្រោយទៀត bye bye